ឧត្តមទីប្រឹក្សាគណៈសង្ឃនាយកគណៈមហានិកាយសម្ដេចព្រះចៅអធិការវត្តរាជរូបសក្ការៈអង្គពុទ្ធកាប់ថ្វាយបង្គំព្រះមេឃសូមក្រាបថ្វាយបង្គំព្រះធេរានុធេរៈគ្រប់ព្រះអង្គជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់សូមគោរពសម្ដេចទ្រង់ឯកឧត្តមលោកជំទាវលោកស្រីនាងកញ្ញានិងទស្សនិកជនជាទីគោរពនិងជាទីមេត្រីសូមស្វាគមន៍មកកាន់ថ្ងៃទី3ក៏ជាថ្ងៃចុងក្រោយនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលត្រូវជាថ្ងៃវិរៈឡើងស័កផងដែរយើងសង្កេតឃើញថារយៈពេល2ថ្ងៃដែលយើងបានរៀបចំនៅកម្មវិធីព្រឹត្តិការណ៍សិល្បៈសង្ក្រាន្តនៅពេលនេះយើងឃើញថាមានប្រជាពលរដ្ឋប្រទាំងប្រជាជាតិអន្តរជាតិលោកបានចូលរួមទស្សនាយ៉ាងច្រើនកកនៅក្នុងបរិវេណសួនច្បាររាជដំណាក់ក៏ដូចជានៅក្នុងបណ្ដាដងស្ទឹងសៀមរាបដែលយើងរៀបចំឡើងដោយរដ្ឋបាលខេត្តសៀមរាបសហការជាមួយនឹងសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាបផងដែរបាទជាការពិតលោកសរិនសម្រាប់ថ្ងៃចុងក្រោយនៃព្រឹត្តិការណ៍សៀមរាបសង្ក្រាន្តយើងក៏មានកម្មវិធីដ៏ពិសិដ្ឋមួយគឺពិធីស្រង់ព្រះពិធីស្រង់ព្រះគឺជាប្រពៃណីទំនៀមទម្លាប់ដែលមិនអាចខ្វះបាននៅមរតកវប្បធម៌របស់ខ្មែរហើយការរៀបចំកម្មវិធីនេះឡើងមិនត្រឹមតែជាការដឹងគុណដល់ព្រះរតនត្រ័យប៉ុណ្ណោះទេក៏ជាការជំរះនៅចិត្តដ៏បរិសុទ្ធក៏ដូចជាជំរះនៅឧបទ្រពចង្រៃហើយនឹងសុំពរជ័យសិរីសួស្តីពីទេវតាឆ្នាំថ្មីហើយក៏ជាការបង្ហាញនៅប្រពៃណីទំនៀមទម្លាប់វប្បធម៌របស់ខ្មែរដ៏រស់រវើកទៅកាន់ពិភពលោកឲ្យបានស្គាល់ឲ្យបានឃើញផងដែរហើយស្ថិតក្នុងឱកាសដ៏វិសេសវិសាលនេះមន្ទីរព័ត៌មានខេត្តសៀមរាបមានកិត្តិយសធ្វើការផ្សាយផ្ទាល់នៅពិធីស្រង់ព្រះដែលស្ថិតនៅបរិវេណសួនជ្រឹងនៅក្នុងក្រុងសៀមរាបដែលមានទិដ្ឋភាពទាំងស្រុងដូចតទៅត្រង់អាយដាមលោកជំទាវលោកស្រីប្រិមត្តទស្សនិកជនជាទីមេត្រីខណៈនេះមន្ទីរព័ត៌មានខេត្តសៀមរាបកំពុងធ្វើការផ្សាយពិសេសនៅពិធីស្រង់ព្រះនៅបរិវេណសួនជ្រឹងនៃក្រុងសៀមរាបហើយទៅកលេចមកមើលពីទស្សនវិជ្ជានៃពិធីទាំងមូលគឺឃើញមានវត្តមានរបស់អាយដាមប្រសិទ្ធភ័ណ្ឌអភិបាលនៃគណៈអភិបាលខេត្តសៀមរាបអាយដាមតៅកំសៀនសមាជិកក្រុមប្រឹក្សាខេត្តព្រមជាមួយនឹងវត្តមានរបស់អាយដាមលោកជំទាវលោកស្រីដែលជាអភិបាលរងខេត្តរួមទាំងមន្ត្រីអង្គភាពពាក់ព័ន្ធជាច្រើនរូបបានចូលរួមនៅក្នុងពិធីនេះថ្ងៃនេះគឺជាថ្ងៃទី3នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលហៅថាជាថ្ងៃវិរៈឡើងស័កក៏ជាថ្ងៃបញ្ចប់នៃពិធីសង្ក្រាន្តទាំង3ថ្ងៃនេះផងដែរជាទូទៅថ្ងៃនេះប្រជាពលរដ្ឋខ្មែរតែងនាំគ្នាទៅវត្តអារាមដើម្បីរាប់បាន ពូនភ្នំខ្សាញ់ស្ដាប់ធម៌ទេសនាជាពិសេសគឺពិធីស្រង់ព្រះដើម្បីសុំខមាទោសនៅកំហុសខុសឆ្គងដែលបានធ្វើនៅក្នុងឆ្នាំចាស់និងទទួលពរជ័យសិរីសួស្តីនៅឆ្នាំថ្មីនេះផងដែរជាការពិតចំពោះអត្ថន័យនៃសកម្មភាពដ៏សំខាន់នៅថ្ងៃវិរៈឡើងស័កនេះគឺយើងមានតាកតងទៅនឹងការផ្លាស់ប្ដូរស័កដែលព្រះពុទ្ធបរិស័ទនិមន្តព្រះសង្ឃស្រង់ទឹកស្រង់ព្រះពុទ្ធរូបនៅតាមវត្តអារាមនិងទីតាំងសំខាន់មួយចំនួនហើយមួយវិញទៀតនឹងគឺពិធីស្រង់ព្រះដែលពុទ្ធបរិស័ទនិមន្តព្រះសង្ឃស្រង់ទឹកព្រះពុទ្ធរូបតាមវត្តអារាមហើយការផ្លាស់ប្ដូរស័កនេះក៏ជាថ្ងៃបញ្ចប់នៅសក្ការៈចាស់ផ្លាស់ចូលនៅសក្ការៈថ្មីជាផ្លូវការមួយវិញទៀតគឺជាការសុំខមាទោសដែលការលាងសម្អាតនៅស្រង់ព្រះកន្លងឬអ្នកមានគុណឪពុកម្ដាយជីដូនជីតាដើម្បីសុំខមាទោសកំហុសខុសឆ្គងចាស់នៅពេលឆ្នាំចាស់កន្លងទៅរីឯស្ថិតនៅក្នុងគណៈនេះយើងខ្ញុំទាំងអស់គ្នាសូមអនុញ្ញាតគោរពអញ្ជើញប្រិមិត្តនិងទូរទ
ទេសនិកជនទៅទស្សនានៅទស្សនភាពទាំងស្រុងនៃពិធីស្រង់ព្រះនៅសួនជ្រឹងក្រុងសៀមរាបដូចតទៅសូមអញ្ជើញអាដាមគណៈអធិបតីអញ្ជើញសម្រួលអេរិយាបថដោយព្រះពុទ្ធរូបមាននៅលើពុទ្ធាសនៈតែមួយកន្លែងបាទសូមទានអនុញ្ញាតក្រុមអញ្ជើញអាដាមគណៈអធិបសូមគោរពអញ្ជើញបែរមុខទៅកាន់ព្រះពុទ្ធាសនៈដើម្បីប្រារព្ធបទនមស្ការជាមួយនឹងយើងខ្ញុំទៀតត្រឡប់ក្រោយបែរទៀតណាអាដាមលោកអញ្ជើញឡើងលើកម្រាលមាសទៅទៀតព្រះសង្ឃមានអាសនៈដ៏ខ្ពង់ខ្ពស់ហើយមិនអីទេទៀតសូមអញ្ជើញដើម្បីផ្ដល់កិត្តិយសចំពោះអាដាមជាអធិបតីទាំងពីររូបបាទតទៅទៀតសូមគោរពអញ្ជើញអាដាមគណៈអធិបតីអង្គពិធីទាំងមូលសម្រួលអេរិយាបថគ្រប់គ្នាទៀតព្រមទាំងសីលវន្តាសីលវន្តីពុទ្ធបរិស័ទដែលបានអញ្ជើញមកក្រោយសូមលោកអញ្ជើញបែរមុខទៅកាន់ព្រះពុទ្ធរូបតម្កល់លើព្រះពុទ្ធាសនៈដ៏ខ្ពង់ខ្ពស់ទាំងអស់គ្នាទៀតបាទសូមពុទ្ធបរិស័ទដែលលោកមកក្រោយលោកសម្រួលអេរិយាបថបង្គុយចុះទៀតពិធីនឹងចាប់ផ្ដើមហើយទៀតណាបាទសូមអនុញ្ញាតសម្រួលអេរិយាបថឲ្យរៀបរយដើម្បីពិធីចាប់ផ្ដើមកុំឲ្យមានភាពមិនសមរម្យទៀតបាទដោយយល់ទៅតាមពេលវេលាជាក់ស្ដែងនឹងធាតុអាកាសផងខ្ញុំបាទសូមទានអនុញ្ញាតគោរពអញ្ជើញអង្គពិធីលើកហាត់ឡើងប្រណម្យផ្គងនៅស្មារតីបង្អោនកាយវាចាចិត្តប្រារព្ធនៅបទនមស្ការព្រះរតនត្រ័យដូចតទៅកាយវន្តនីយវន្តនីนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะนะโมตัสสะภะคะวะโตอะระหะโตสัมพุทธัสสะนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะរីកេរិយាអ្នកមាសកាថ្វាយបង្គំនៃខ្ញុំព្រះចូលមានដល់ព្រះដ៏មានព្រះភិអង្គនោព្រះអង្គជាព្រះអរហន្តដ៏ប្រសើរទ្រង់ត្រាស់ដឹងនៅញយធម៌ដោយប្រពៃចំពោះមានគ្រូអាចារ្យណាប្រដៅព្រះអង្គឡើយអេជេវមច្ចន្តៈអ្នកមសនយ៉ាងអ្នកសមាណរតនាតយ៉ាងបញ្ញាភិសន្ទាំងអលតអនុភិអន្តរាយោខ្ញុំសូមនមស្ការលើកហដ្ឋាអូនសេបងគុំគុណទាំង3ខ្ពស់លើលប់ត្រៃលោកាសូមបនកងកុសលឲ្យបានដល់យើងខ្ញុំណាដូចជលសាធំទូលាយសូមឲ្យកំចាត់បងអពមង្គលទាំងឡាយឲ្យជាចេញចាកឆ្ងាយក្តីអនរាយកុំបីមានដោយកម្លាំងបញ្ញលាភជាប្រធានកងបញ្ញរាសីមានសូមបានខ្សានកុំមានមួងដោយគុណអ្នកមាសការត្រៃរតនាសូមអានិសង្ឃនោដាក់ដល់ឋាននេព្វានហង
บอดเนมาสกาปรรัตนตรัยบริโภแต่ปนเนสมอนุญาตเชิญองพิธีใบเพียเงียมกมกันประเพียในประสังลมดับมันต่อตัวเตียสมองพิธีทเวสังขเกียรเวตาจำปัวประสังสาเวในประจินสไรสัมมาสัมพุทธมจากายวันตนีวันเตนีเลิกหัดเลิงประนอมตามใบสมาธินิจเซลอุกะวิทรงระขะนัทธาเตสาระเนเนสหปัญจไสลานิเยจาเมตุเตยามเปเมยังแผนเตอนาทายะนาสหปัญจไสลานิเยจาเมตะเตยามเปเมยังแผ่นเตวิทรงเตสาระเนเนสหปัญจไสลานิเยจาเมសិលជាគ្រឿងលម្អទី1របស់មនុស្សសិលជាមេត្តារបស់កល្យាណធម៌ទាំងឡាយសិលជាប្រមុខរបស់ធម៌ទាំងពួងព្រោះហេតុនោះបុគ្គលក៏បីជំរះសិលឲ្យបរិសុទ្ធកុំឲ្យសៅហ្មងนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะนะโมตัสสะภะคะวะโตอะระหะโตสัมมานะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะ ពុទ្ធังสารนังเกจามิ พุทธังสารนังเกจามิ ธัมมังสารนังเกจามิ ธัมมังสารนังเกจามิ สังฆังสารนังเกจามิ สังฆังสารนังเกจามิ ตุติยัมเปพุทธังสารนังเกจามิ ตุเตยามเปพุทธังสารนังเกจามิ ตุติยัมเปธัมมังสารนังเกจามิ ตุเตยามเปธัมมังสารนังเกจามิ ตุติยัมเปสังฆังสารนังเกจามิ ตุเตยามเปสังฆังสารนังเกจามิ ตติยัมเปพุทธังสารนังเกจามิ ตติยามเปพุทธังสารนังเกจามิ ตติยัมเปธัมมังสารนังเกจามิ ตติยามเปธัมมังสารนังเกจามิ ตติยัมเปสังฆังสารนังเกจามิ ตติยามเปสังฆังสารนังเกจามิ កិរិយាទទួលកាន់យកនៅព្រះត្រៃសរណគមបរិបូរណ៍តែប៉ុណ្ណេះ អាមេพันเตករណាលោកម្ចាស់ បាណាតិបាតាវេរមនីសិក្ខាបទាំងសមាទិយាមិ
បាណាតិបាតាវេរមណីសិក្ខាបទាំងសមាទិយាមិ អតិននិយទានិវេរមណីសិក្ខាបទាំងសមាទិយាមិ អតិនីទានីវេរមណីសិក្ខាបទាំងសមាទិយាមិ កាមេសុមិច្ឆាចារាវេរមណីសិក្ខាបទាំងសមាទិយាមិ កាមេសោមិច្ឆាចារានិសិក្ខាបតិយាមិ មុសាវាទាវេរមណីសិក្ខាបទាំងសមាទិយាមិ មុសាវាទាវេរមណីសិក្ខា សុរាមេរយមជ្ជបមាទដ្ឋានាវេរមណីសិក្ខាបទាំងសមាទិយាមិ សូរាមេរយមជ្ជបមាទដ្ឋានាវេរមណីសិក្ខាបទាំង អ្នកទាំងឡាយក៏បីធ្វើនៅសិក្ខាបទទាំងឡាយ5នេះឲ្យប្រពៃត្រូវរក្សាឲ្យល្អអស់កាលជានិច្ចដោយសេចក្តីមិនប្រមាទគឺថាកុំបីធ្វើប្រហែសឡើយ អាមយផន្តេករណាលោកម្ចាស់ សត្វទាំងឡាយបានទៅកាន់សុគតិភពក៏ប្រសិលសត្វទាំងឡាយបានបរិបូរណ៍ដោយភោគទ្រព្យក៏ប្រសិលសត្វទាំងឡាយបានទៅកាន់ទីរលត់ទុកគោលគឺព្រះនិព្វានក៏ប្រសិលព្រោះហេតុនោះបុគ្គលជាសប្បុរសក៏បីជំរះសិលឲ្យបរិសុទ្ធកុំឲ្យសៅហ្មង សាធុសាធុសាធុបន្ទាប់ពីបានសមាទាននិច្ចសិលបានចប់បរិបូរណ៍ហើយកិច្ចកម្មវិធីជាបន្តគឺសូមគោរពអញ្ជើញឧត្តមលោកជំទាវអស់លោកស្រីអង្គពិធីទាំងមូលចិត្តចង់ស្មារតីស្ដាប់ព្រះបរិត្តជ័យមង្គលខ្ញុំនឹងរតនានិមន្តព្រះសង្ឃចម្រើននៅព្រះបរិត្តក្នុងឱកាសពេលនេះ ឧកាសវិបតបដិពិហាយทิเยสัพเพตุขวินิสายะปะระตังปรุธะเมงเกลังอายะสัพเพสัมปฏิสัทธิเยสัพเพเพยะวินิสายะปะระตังปรุธะเมงเกลังวิปัตตปฏิปิหายะสัพเพสัมปฏิสัทธิเยสัพเพโรเกวินิสายะปะระตังปรุธะเมงเกลังบอเปิดประกาศนา ដល់ចម្រើនទាំងឡាយសូមនិមន្តចម្រើននៅព្រះបរិត្តជ័យមង្គលដើម្បីកាប់វិបត្តិគឺសេចក្តីអន្តរាយគ្រប់យ៉ាងដើម្បីញ៉ាំងទុកញ៉ាំងភ័យញ៉ាំងរោគទាំងអស់ឲ្យវិនាងបាត់បង់ទៅអង Samanta Chakawaleso Atra Kechanto Teveta Sathamyang Mani Riya Sonanto Sakamo Khatiang Tevata Teng Lai ក្នុងចក្រវាលទាំងឡាយដោយជុំវិញសូមអញ្ជើញមកប្រជុំគ្នាក្នុងទីនេះចូលស្ដាប់នៅព្រះសទ្ធធម្មជាធ្វើឲ្យនៅសួគ៌នឹងព្រះនិព្វានរបស់ព្រះអនាវរណញ្ញាណជាស្ដេចនៃអ្នកប្រាជ្ញ កេកាមេចរូបេកិរិសិខរតដេចន្តលខេវិមាននេតិបេរតហេចគិមេ
តរុវណៈកហនេកេហវត្ថុមហេខេតេភូមិចាយន្តទេវិជាលថលវិសមេយៈខកន្ធបនិគាតតហន្តាសន្តិកេយ៉ាងមុនិវរវចនំសាធវមេសុនន្តទេវតាទាំងឡាយដែលស្ថិតនៅក្នុងស្ថានសួគ៌ដែលជាកាមភពនិងរូបភពក្តីភូមិទេវតាទាំងឡាយដែលស្ថិតនៅក្នុងទពវិមានគឺលើកំពូលភ្នំឬភ្នំដែលដាច់ក្តីឯដកអាកាសក្តីនៅនាកោះនឹងដែននឹងស្រុកក្តីនៅនាដើមព្រឹក្សានឹងព្រៃញាតស្បាតឬទីស្រែចំការក្តីយៈនឹងគន់ធប់នឹងអ្នកទាំងឡាយដែលស្ថិតនៅនាទីទឹកទីគោកឬទីមិនរៀបស្មើដែលនៅក្នុងទីចិត្តនេះក្តីសូមអញ្ជើញមកប្រជុំគ្នាក្នុងទីនេះពាក្យឯណាដែលជាពាក្យព្រះសក្យមុនីដកប្រាសាទដែលយើងខ្ញុំនឹងសូត្រឥឡូវនេះលោកអ្នកសពបុរសទាំងឡាយចូលស្ដាប់នៅពាក្យនោះអំពីសំណាក់នៃខ្ញុំដោយគោរពធម្មសវនកាឡោអយមភតន្តាធម្មសវនកាឡោអយមភតន្តាធម្មសវនកាឡោអយមភតន្តាបបិទ្ធលោកអ្នកដកចម្រើនទាំងឡាយពេលនេះជាពេលគួរនឹងស្ដាប់នៅព្រះធម៌អាត្មាភាពសូមចម្រើនពរឲ្យឧត្តមប្រសិទ្ធិអភិបាលនៃគណៈអភិបាលខេត្តសៀមរាបឯកឧត្តមតកឹមសៀនសមាជិកក្រុមប្រឹក្សាខេត្តសៀមរាបព្រមរួមដោយឯកឧត្តមអ្នកអញ្ញាលោកជំទាវលោកស្រីគ្រប់រូបទាំងអស់ដែលមានវត្តមានក្នុងទីនេះបន្ទាប់ពីអាត្មាភាពបានក្រើនរំលឹកអញ្ជើញទេវតាសពទិសទីទាំងអស់ដើម្បីចូលមកស្ដាប់ព្រះបរិត្តក្នុងឱកាសនេះសូមអញ្ជើញឯកឧត្តមលោកឯកឧត្តមអ្នកអញ្ញាលោកជំទាវលោកស្រីលោកញាតិពុទ្ធបរិស័ទគ្រប់រូបទាំងអស់ក៏តាំងចិត្តស្ដាប់នៅព្រះបរិត្តក៏រួមជាមួយនឹងពពួកទេវតាក្នុងឱកាសនេះដូចតទៅนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะพุทธังสารนังเกียชามิธัมมังสารนังเกียชามิสังฆังสารนังเกียชามิตุติยมเปพุทธังสารนังเกียชามิตุติยมเปธัมมังสารนังเกียชามิตุติยมเปสังฆังสารนังเกียชามิตติยมเปพุทธังสารนังเกียชามิตติยมเปธัมมังสารนังเกียชามิตติยมเปสังฆังสารนังเกียชามิสัมพุทเทอันทเวสัญจตเวเตสัญจสหัสเกปัญจสัตตสหัสานินะเมียมิเสรสาหังเตสังฆัมมัญจะสังฆัญจะอาเตเรนินะเมียมิหังนะเมียการานุปิยเวนะหันตวาสัพเพ
ឧបាទវេអនេកាអន្តរាយាពេវេញាសន្តោអសេសតោសម្ពុទ្ធេបញ្ចបញ្ញាសញ្ចចតុវិសតិសហសកេតសសតសហសានិនមិមិសិរសាអហង្ទេសង្ឃមញ្ចសង្ឃញ្ចអាតិរេនិនមិមិហង្នមិការ៉ានុភិវេនហន្ត្វាសព្ពេឧបាទវេអនេកាអន្តរាយាពេវេញាសន្តោអសេសតោសម្ពុទ្ធេនវត្តរសតេអថចតាល័យវិសតិសតសហសានិនមិមិសិរសាអហង្ទេសង្ឃមញ្ចសង្ឃញ្ចអាតិរេនមិមិហង្នមិការ៉ានុភិវេនហន្ត្វាសព្ពេឧបាទវេអនេកាអន្តរាយាពេវេញាសន្តោអសេសតោនមោអរហតោសម្មាសម្ពុទ្ធិសមហេសេណោនមោអន្តមេធម្មសស្វាខាតាសេវតេនិធនមោមហាសង្ឃាសាពេវិសន្ធសីលតថេណោនមោអមាទយារាធិសារតនាន្តយាសសារុកាំនមោអមេកាតៃតាសតាសវត្ថន្តយាសពេនមោការំបភិវេនវិគយឆន្ទឧបន្ទវិនមោការ៉ានុភិវេនសវត្ថិហតសម្បតិនមោការังសតេចេនវិធម្មហេហមិតេជាវិពហុទេវីមនោសាយចមង្គលានិអចិន្តយងអាកាំងខមានាសថានាងព្រោហេមង្គលមតមាងសេវនាចពាលានាងបណ្ឌិដ្ឋានាញចសេវនាពោជាចពោចនិយានាងអេតំមង្គលមតមាងបដិរូបទេសវាសចពោពេចកតបញ្ញតាសម្មាបណៃតិចអេតំមង្គលមតមាងវិហុសាចាញ់ចសបញ្ចវិនិយោចសុសេខេតោសុភាសិតាចយាវិចាអេតំមង្គលមតមាងមេតាបេតោឧបាថានាងបតតិរាសសង្ឃហោអនាគលាមន្តាអេតំមង្គលមតមាងទានាញចធម្មចរិយាចញាតកានាញចសង្ឃហោអនវេជានិកម្មមានិអេតំមង្គលមតមាងអរតៃវិរតៃបាបាមេចបាណាចសញ្ញមោបម
มาโตจะเทมเมโสเอตัมเมียงกะละมอตตะมังเกียระโวจะเนวิยตาจะสันโตไทยจะกตัญญตากาเลนะเทียมเมียสวรนังเอตัมเมียงกะละมอตตะมังคันเตจะสาวเวจาสตาสมนานันจะเตียสนังกาเลนะเทียมเมสากาชาเอตัมเมียงกะละมอตตะมังตะปอจะเปรียมเมจะเรยังจะอารยสัจจานิเตียสนังละเปียนะสัจเจเกเรยาจะเอตัมเมียงกะละมอตตะมังพุทธาสโลกธรรมเมจตังยาสนกรรมปฏิอาสอกังเวรเจียงเขมังเอตัมเมียงกะละมอตตะมังเอตาติสานิกาตวานะสัพพะธรรมปาราจิตาสัพพะทัสสะทังเกียชันเตตันเตสังเมียงกะละมอตตะมันเต เยียนีเทพพุตาน นิสมาเกตานิภมเมียนิวิยเยนิวะอันตะเลเคตัทาเกตังเตวะมโนสัพโพจิตังปุถเทียงนัมมาสามิสวัตเตหอนโตเยียนิเทพพุตานิสมาเกตานิภมเมียนิวิยเยนิวะอันตะเลเคตัทาเกตังเตวะมโนสัพโพจิตังธัมเมียงเนเมียสามิสวัตเทหอนโตเยียนิเทพพุตานิสมาเกตานิภมเมียนิวิยเยนิวะอันตะเลเคตัทาเกตังเตวะมโนสัพโพจิตังสังเขียงนะเมียสามิสวัตเทหอนโต อุเตตะยัญ จากโคมาเอกาเรียเจียหาเรสวรรณโนปัทวัมปะเพียสอตังตังนะเมียสามิหาเรสวรรณังปัทวัมปะเพียสังตยาจะโกตาวิหาเรมุติเวสังเยเปรมนาเวเตกุสัพเพธรรมเม เมนะโมเต จะมังปาลยันตนะมาตุปุถเทียนังนะมาตุปุติเยนะโมวิมุตตานังนะโมวิมุตติยาอิมังโสตังกัตตวะโมโรจารเตเอสนาอเปตยัญจะโคมาเอกเรียเจียหาเรสวรรณโน ปัตตวะปะปิย สอตังตังนะเมียสามิหาเรสวรรณังปัทวะปะพิยสังตยาจะโกตาวิหาเรมุรัตตังเยเปรียมนาเวเตกุสัพเพธรรมเมเตเมนะโมเตจะมังปาลยันตนะมาตุปุถเทียนังนะมาตุปุติเยนะโมวิมุตตานังนะโมวิมุตติยาอิมังโสปะระตังกัตตวาโมโรเวียสัมมกัปปะยิเต ยันตนนิเมตัง อาเวเมียงกัลลัญจะโยชามณียปอสกุณาสสันโทปาปังเกหอตุสเป็นนางอาการตังปุถเทียนุเพียเวนวิเนียสเมนตยันตนนิเมตังอาเวเมียงกัลลัญจะโยชามณียปอ
สกุณาสัสสันโต ปาปะเกหอโตสุเปนังอาการตังสยามเมียนกเปียเวนวิเนียสเมนตยันตนนิเมตตังกลัญจะโยชาเมเนียปอสกุณาสัสสันโตปาปังเกหอโตสุเปนังอาการตังสังเกียนกเปียเวนวิเนียสเมนโตโตคาปัตตาจะเนโตคาเพยปัตตาจะเนเพยสกรรมปัตตาจะเนสกาหันตุสัพเปเปปาเนโนเอตาวตาจะอัมเหสัมเปตังปุญญสัมปเตียงสัพเปเตวิยโลโมตันตุสัพเปสัมปันเทสันเทเยเตียนังเตเตียนตุสัตเทียยไสลังราคันตุสัพเปเตียเพียวเนียหันตุเกียฉันตุเทวตาเกตาสัพเปปุถเทียปลาปัตตาปัจเจกานัญจะยมเปเลียงอรหันตานัญจะเตเกเนระคังเปินเทียนิสัพเปสอ เปียหงสาหัง สัมเมพินัมเมตตาสาวัฏันตังกรีเมฆลังอุติตะโครัสเสนเมียรังเตียเนียติเทียม มวิธิเนียจิตวาม โมนันโตตันเตจะสาเพวะโตเตจะยะเมียงกะเลียนิเมียเรียเตเรกะเมพโยเจตสาภรัตตังโครัมลาเวกะเมียขมัตถาตยาคังคันไตสุตันตวิธิเนียจิตวามุนันโตตันเตจะสาภวะโตเตเจยะเมียงกะเลียนินาลากิรังกัจจวรังอัตมาตภูตังเตียเวียกิจจากเวสนัยเวสเทียรนันตังเมตัมปุเสกวิธิเนียจิตวามนันโตตันเตชะสาภวะโตเตเจยะเมียงกะเลียนิโอเคตะคากะเมเตหาตสเตียรนันตังเทียวันเตโยชนะปะตังกุลเมียละวันตังหัตถิปิสังกตะเมโนชิตวามนันโตตันเตจะสาภวะโตเตเจยะเมียงกะเลียนิกาตวานาการธมุเตรังเอเวกะพนายเยจัญจายตนทวจนังจนกายมัยเทสันเตนะสอเมวิธิเนียจิตวามนันโตตันเตจะสาภวะโตเตเจยะเมียงกะเลียนิสัจจังเวหายมัตเตสัจจกังวาเตเกตองเวียเตียพิโรเปตเมนังอเตอันตภูตังปัญญาปฏิปัจจลิตาจิตวามนันโตตันเตจะสาภวะโตเตเจยะเมียงกะเลียนินันโตปะนันเทพุเจเกียงเวปุเทียงมหัตถังปนเตระเทระพุเจเกเนตเมียปยันโตเอนโตปะเตสวิธิเนียจิตวามนันโตตันเตจะสาภวะโตเตเจยะเมียงกะเลียนิโตเกียหัตเทพุเจเกนสุตราสหัตถังพรหมังวิสดเตจเตมันเอเปกาปิเทียนังเยียนาเกเตนะวิเทเนียจิตวามนันโตตันเตจะสาภวะโตเตเจยะเมียงกะเลียนิเอตาปิปุตเจยะเมียงกะละอันตะเกียทา
โยเวียชโนตินะติเนสารเตเมตันติเหตวานะเนกวิวิเตียนิจปันเตเวียนิโมขังสุขังอภิกรรมยะนะโรสัมปัญโย เมียการุณิกร เนียทอให้ตายสัพเปปาเนนังโปเรนตวาปารมัยสัพเปียปัตตอสัมโพธิหมด ตมัง เอเตนะสัจจวายเจนะหอตุเตชยเมียงแกเลียงชยันตอโปธิเยโมเลสัจจานัง นัน เอวังทวังวิจโยหาให้เจยะสุจยะเมียงแกเลอปาราชิตปาลังเกไสเส ปัต ปั วิปกเกเรอภิเศก สัพเพปุทเทียนังอาเกียปัตตอปะมอเตเตสนาคาตังสุเมียงแกเลียงสุปเพียตังสุโหเตตังสุขโนจะสยัตยังเปรมเมจาริสุปฏิยเขนังกายกรรมังวิจากรรมังปฏิยเขนังปฏิยเขนังเมโนกรรมังปฏิยเขนาปฏิยเขนานิกัตตวานละเพันตัตเตปฏิยเขเน เสไรเทเตเมเตเตโจ เจียสัทธิมหาธิมหากุณาปรเมตาปัญญาธิการาสสะปันตรายนิเวียม รณสมัต ทาสะเปียเกเวตออะระหะโตสัมมาสัมปุนเทียสัตวัตตังสะเมหาปุเรสเลียขานานุปิยเวนะอาศัยทยานุเจนเจเนียนุปิยเวนะอัตถอนตรสตะเมียงเกเลียนุปิยเว ชาปัญ นุปิยเวนะเกตุเมียเลียนุปิยเวนะเตสะปาระเมตานุปิยเวนะเตสะอุปปาระเมตานุปิยเวนะเตสะปาระมาทปาระเมตานุปิยเวนะไส สมาธิปัญญา นุปิยเวนะปุทเทียนุปิยเวนะเทียมเมียนุปิยเวนะสังเคียนุปิยเวนะเตเจียนุปิยเวนะเอเทียนุปิยเวนะเปเลียนุปิยเวนะไยยะธรรมเมียนุปิยเวนะจตุราสัยติสหัสเทียมเมียขันเทียนุปิยเวนะนวโลกันตระเทียมเมียนุปิยเวนะอัตถัง อิกามเมเกียนปิยเว นะอัตถสมาปัตยานุปิยเวนะชลเพญญานุปิยเวนะจตุสัจจัญญานานุปิยเวนะเตสะปะลัญญานานุปิยเวนะสัพเพญญตัญญานานุปิยเว ตาก รุณามุติตาอุเปกขานุปิยเวนะสัพเพปรัตตานุปิยเวนะรัตนาตยสารนา ปิยเวนะตอยหัง สัพเพโรเกสโกปันเตเวโตขะโตเมเนสุปายาสาวิเนียสันตุสัมเปอันตรายาเปเวเนียสันตุสัพ เจสัง กาปาตอยหังสมเมชันตุติขิยยุกาตอยหังหอตุสตวาสจีเวนะสมเมียงกิกาหอ ตุสัพปติย อากาสปะเปตะเวนะภู
មិกังกิยมหาสมุทเตียอาราคกาเทวตาสติยตมเหอนุรักขันโต เวโตสัพเพเมียงเกเลียง เมียงกอลเต็มปวงโจเมียนดอลเนียราคันตสาเปเทวตาสมเทวดาเตียงออกใบปัญญาสาน เนียสัพพปนเทีย นกเพียเวเนียดอยอานกเพียบในพระปนเจียมจารลพระองค์สัพเพเทียมเมียนกเพียเวเนียดอยอานกเพียบในพระตอเต็มปวงสัพเพสังเคียนกเพียเวเนียดอยอานกเพียบในพระสังเต็มปวงสติยสอไทยประวันเตสัวสดแต่งหลายโจเมียนดอนเนียอ้อยบานสอบกาลสอบเวเลีย คัตเยกปูตานัง ปาปะเกหะเนวิยรนาเกเรยาเรียเรียงเนอบาปะกลัวเตียงลายเดลกาดอมปีสำนาในนาคาตะรักนังยะนังพูดใบสายเตียงลายปะรัตตาสานกเพียวนาหันตวาเตสังกพันเตเวดอยอานกเพียบในเปรียปารัตสมกำจัดบองเนออุปตรมเทียงลายได้กาดอมปีสำนาในนาคาตรักนังเยะนังโพดใบสายเทียงลายโน สาธุสาธุสาธุส โซ่ ม ไงเลเชียไงที่ใบพิธีบอนโจชนามไงที่ใบนี้เสียไงลางสักการะทำไมชนามมามีโอชนามทำไมนะอาศัยในสมไอ้ดำโลจิมเนี่ยอดยาโลจิมเตียวโลสไรเชียพุทธบริษัทกรุบรูปต่างเชียปไปนีตำเนียมตำลับกระบอกโดนตายังปีโบราณไทยลางสักการะนี้เราสร้างพระพุทธรูปการสร้างพระพุทธรูปในจับสับครบหายกับใบสร้างพระอรหันต์คือโลกอปุกเนี่ยมาได้ระบายเยอะโลกอปุกเนี่ยมาได้เนี่ยพระสัมมาสัมพุทธโลกปเตียนชมกใบตีมุ้ยเทวดาได้รักษาโกนข้างดำเทวดาข้างกราวมันดังนาวินาเตสก็แต่ชมแต่เทวดาแต่เทวดาคือโลกอปุกมาได้นี่ยังอัดสก็แต่ปุกไม้มะป่าเองพระพุทธานังเทวดารักษาเยืองตีปีเมียดาเบดาเชียครูตีโมยปังเรียนกรเปล่าสไรมนครูนาวิสลานะตีใบเปรียเมียดาเบดาในเชียเปรียพรมเรียสากรโดยพรหมวิเหียเทบวนตีปรามเมียดาเบดาเชียเปรียอรหันเชียอาหุนายโยบกวลอาหุนายโยบกวลนี่พออังลุเลือกมพวกเอาพวกเชียงคลูนโลกเชียปปนตัวเตียนกูกับใบกอนชาวประสไรเมียนเถือกัตญูดังกุนกรบโบเชียอาหุนายโยบกวลโอเชียมนสันสมเชียลานังปปนข้างกรอยจะได้พระพุทธเลยทำการพวกเชียงโลกเตียนเมียดาไปดาเปรียตีมวยพระพุทธเปรียตีปีบากรประสไรไอนาได้เมียนเถือกัตญูกรบกุนเมียดาไปดาดอยเตรมตราวดอยปปีหายพระพุทธเจ้าบรมครูลูกท่านเนี่ยนึงเจียสักยะบอดเจียปุยระบโลกพระปุยระบพระพุทธสักยะตระโกล
តែគ្រាន់តែយើងជនជាតិដតីប៉ុន្តែមានធ្វើកតញ្ញូដឹងគុណមេត្តាបិតាថានឹងពូជប្រលោក ឈាមជឿរបស់លោកសក្យបុត្រលោកទាញយ៉ាងបងមានតម្លៃប៉ុណ្ណាអាស្រ័យនេះក៏សូមកូនប្រុសកូនស្រីទាំងអស់ត្រូវស្រង់ព្រះកន្លងក្នុងផ្ទះហ្នឹងរួចត្រូវនាំគ្រឿងបូជាទៅបូជាគាត់ជូនជាសម្ពុតខោអាវម្ហូបអាហារអីគាត់ពងដល់លោកក្នុងថ្ងៃឡើងសក្ការៈថ្មីនេះដើម្បីសិរីសួស្តីជោគជ័យដល់ជីវិតរបស់យើងទាំងអស់គ្នាធ្វើកតញ្ញូនឹងព្រះសម្មាសម្ពុទ្ធលោកសម្ដែងថាមានគុណានុភាពខ្លាំងណាស់ជួយទ្រទ្រង់ជីវិតយើងដែលរស់នៅមិនឲ្យធ្លាក់ចុះអ្នកដែលប្រកបជាកសិករធ្វើស្រែធ្វើចម្ការធ្វើកតញ្ញូទ្រទ្រង់ឲ្យចម្រើនលូតលាស់ជានិច្ចសម្រាប់ជាពាណិជ្ជករអ្នកលក់អ្នកដូរក៏ធ្វើកតញ្ញូជួយទ្រទ្រង់មិនឲ្យធ្លាក់ចុះទេឲ្យចម្រើនលូតលាស់ជានិច្ចសម្រាប់មន្ត្រីរាជការបម្រើការងាររបស់រដ្ឋធ្វើកតញ្ញូជួយទ្រទ្រង់ឲ្យឡើងបុណ្យឡើងស័ក្តិជានិច្ចអត់ឲ្យធ្លាក់ចុះទេនេះធ្វើកតញ្ញូជួយក្នុងពេលដែលយើងមានជីវិតរស់នៅវិទ្យាដែលមានធ្វើកតញ្ញូអ្នកប្រាជ្ញទាំងឡាយលោកពោលសរសើរថាបុរសនឹងជាសប្បុរសជនអាលូបែកធ្លាយរាងកាយស្លាប់ទៅកើតទេវតាព្រោះធ្វើកតញ្ញូនឹងឯងអាសននេះសូមអាយដាមអ្នកអញ្ញាលោកជំទាវលោកស្រីសូមឲ្យប្រព្រឹត្តទៅតាមពាក្យទូលមានព្រានបដៅរបស់ព្រះពុទ្ធក៏ឲ្យសមតែយើងជាពុទ្ធបរិស័ទជាអ្នកគោរពបូជាពុទ្ធសាសនាហើយព្រះអង្គจึงអល់ថាឲ្យដឹងគុណលោកអ្នកមានគុណហ្នឹងក៏កុំបីអខានឡើយសូមឲ្យធ្វើការគោរពបូជាដឹងគុណសូមអានិសង្ឃផលបុណ្យដែលអាដាមអ្នកអញ្ញាលោកជំទាវលោកស្រីទាំងអស់ធ្វើការដឹងគុណដល់មេត្តាបិតានេះសូមឲ្យគុណធ្វើកតញ្ញូជួយទ្រទ្រង់ជីវិតលោកឲ្យមានសេរីសុខស្តីក្នុងឆ្នាំថ្មីនេះអត់ឲ្យធ្លាក់ចុះទេបងបានជានិច្ចនិរន្តរ៍រៀងទៅបងសាធុសាធុតោឯណាដែលខ្ញុំព្រះករុណាធ្វើឲ្យភ្លៀងភ្លាត់ហើយក្នុងព្រះពុទ្ធព្រះធម៌ព្រះសង្ឃជាសូមព្រះពុទ្ធព្រះធម៌ព្រះសង្ឃជាម្ចាស់អត់នៅទោសនោះខ្ញុំព្រះករុណាអ៊ីទាំងកបិយការកាนังហត្ថេភវិសតិគេវលង្ចតតារោបច្ចយេបរិភញ្ចថបពិតលោកម្ចាស់ដ៏ចម្រើនទាំងឡាយយើងខ្ញុំព្រះករុណាទាំងឡាយសូមបវារណាទុកដាក់មាននៅក្នុងស្រោមសម្បត្តិសូមលោកម្ចាស់និមន្តប្រើប្រាស់នៅបច្ច័យ4តែម្យ៉ាងចុះដល់សំគួរដល់ព្រះវិន័យដើម្បីសេចក្តីសុខដើម្បីសេចក្តីចម្រើនដើម្បីជាប្រយោជន៍ដល់វរៈកងទ័ពដែលបានពលីក្នុងសមរភូមិការពារទឹកដីគ្រប់សមរភូមិនិងគ្រប់សម័យកាលផងដល់បុព្វការីជនទាំងឡាយផងអកាលជាអង្វែងទៅអង្គសូមនិមន្តជ្រាបខ្ញុំបាទសូមអនុញ្ញាតគោរពអញ្ជើញអាយឧត្តមគណៈអធិបតីព្រមទាំងអាយឧត្តមលោកជំទាវទាទានចំពោះព្រះសង្ឃសូមគោរពអញ្ជើញបាទសូមគ្រប់ចំនួន9រូបទៀតហើយអាត្មាតើបងនេះមួយទៀត
Phải bồng bay. Phải bay đấy. Anh miềnสมัติช่วยชมเชริญ សូមអាដាមលោកជំទាវសម្រួលរយៈប័ណ្ណដើម្បីប្រសង់ធ្វើអនុមោទនាវិធី ยะถาวิริวหาปุราปริปุเรนติสาเกรังเอวเมวะอิโตตนังเปตานังอุปกัปปเตเอชิตังปฏิตังธมังเกปเมวะสมิเชโตสัพปิปุเรนโตสังกัปปาจันโตปนะระสอยะธามณิโชเตระสอยะธาสัพ ปิเตโยเววัยจันตสังเปโรโกเวนัสตเมเตเปเวตวันตรายโยสุขัยติเกียยุกาเปเวสัพปิเตโยเววัยจันตสังเปโรโกเวนัสตเมเตเปเวตวันตรายโยสุขัยติเกียยุกาเปเวสัพปิเตโยเววัยจันตสังเปโรโกเวนัสตเมเตเปเวตวันตรายโยสุขัยติเกียยุกาเปเวอภิเวตนะไสเลสเนจังวุฒิปัจจายโนจันตาเทมิวัฏหันเตอายุวันโนสุขังเปียเลียง เตอัตตลัตถิย สุเขตาวิรุลหาปุณเทศาสเนอโรเกียสุเขตาหอทัสสะสัมเปเยียนเตปิเนียเตียงหลายเตียงบุราเตียงสตรีโนโจรมานเนอประโยชน์มานเนอសេចក្តីសូមចូលចម្រើនក្នុងព្រះពុទ្ធសាសនាកុំឲ្យមានរោគឲ្យបាននៅសេចក្តីសុខព្រមទាំងញាតិទាំងឡាយគ្រប់គ្នា สาธุสาธุสาธุខ្ញុំប្រកាសណាខ្ញុំបានតំណាងឲ្យអង្គពិធីទាំងមូលសូមប្រម៉ែប្រមូលកងការមហាកុសលគ្រប់បែបយ៉ាងក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរតាំងពីវរៈមហាសង្ក្រាន្តវរៈមន្តបតនិងវរៈឡើងសាកសូមកងការមហាកុសលគ្រប់យ៉ាងសម្រាប់ជាបុណ្យដ៏ធំធេងឧទ្ទិសជូនដល់វិញ្ញាណក្ខន្ធវិរៈកងទ័ពគ្រប់រូបដែលបានពលីដើម្បីការពារទឹកដីប្រទេសជាតិនៅគ្រប់សមរភូមិគ្រប់សម័យកាលជាពិសេសនៅក្នុងរយៈកាលថ្មីទាំងពីរលើកនេះសូមវិរៈកងទ័ពគ្រប់រូបដែលបានពលីអញ្ជើញមកទទួលយកកងការមហាកុសលពីសំណាក់ព្រះសង្ឃថ្នាក់ដឹកនាំខេត្តនិងប្រជាពលរដ្ឋពុទ្ធបរិស័ទគ្រប់នៃខេត្តសៀមរាបសូមបានយោនយកកំណើតកើតក្នុងសុគតិភពគ្រប់គ្នាសូមបុណ្យកុសល3ថ្ងៃចូលឆ្នាំជួយកំពីថែរក្សាការពារទ្រទ្រង់វិរៈកងទ័ពដែលកំពុងឈរការពារទឹកដីគ្រប់សមរភូមិគ្រប់ទិសទាំងអស់នៃព្រះរាជាណាចក្រកម្ពុជាសូមឲ្យមានកម្លាំងតតាំងនៅខ្មាំងសត្រូវទទួលបានជោគជ័យការពារឲ្យបានជាដាច់ខាតនៅទឹកដីនៃព្រះរាជាណាចក្រកម្ពុជាឲ្យបានថិតថេរជេរកាជាអង្វែងតរៀងទៅសូមអនុមោទនាបន្តទៅទៀតសូមអង្គពិធីឧទ្ទិសកុសលដល់បុព្វការីជននិងញាតិទាំងឡាយជាមួយនឹងខ្ញុំបាទដូចតទៅអ៊ីទាំងវោញាតៃណាំង
ហោតោសុខិតាហោនតោញាតយោចូលមានដល់ញាតទាំងឡាយរបស់យើងខ្ញុំសូមឲ្យពួកញាតបានដល់នៅសេចក្តីសុខចោសូមជូនកុសលចំពោះទៅដល់មេដាបៃតាគុណគ្រូឧបជាយាចាគុណញាតកាសពគ្រប់សន្តានចេតារស់នៅក្តីណាលោកម្ចាស់ចែកឋានសូមជូនសូមឲ្យលោកបានដល់ឋានផុតទុក្ខតាំងពីជាតិនេះរហូតជាតិមកដល់ព្រះនិព្វានហងសូមអនុមោទនាបុណ្យលំដាប់បន្តទៅទៀតគឺពិធីមានជាលំដាប់លំដោយមានពិធីស្រង់ព្រះពុទ្ធរូបនិងពិធីស្រង់ព្រះសង្ឃមុននឹងចាប់ផ្ដើមពិធីស្រង់នៅព្រះពុទ្ធរូបខ្ញុំព្រះករុណាខ្ញុំបាទសូមព្រះថេរានុញ្ញាតសូមអនុញ្ញាតទូលប្រគេននិងជម្រាបជូនអំពីខ្លឹមសារនិងអត្ថន័យនៃពិធីស្រង់ព្រះប្រគេនសម្ដេចជាម្ចាស់ព្រះសង្ឃគ្រប់ព្រះអង្គគណៈអធិបតីនិងអង្គពិធីគ្រប់រូបមេត្តាទានជ្រាបនិងជ្រាបដូចតទៅពិធីស្រង់ព្រះពុទ្ធរូបជាបវេណីដ៏ល្អផូរផង់នៃព្រះពុទ្ធសាសនាខ្មែរដែលព្រះមហាក្សត្រមន្ត្រីរាជការប្រជានុរាស្ត្រខ្មែរគ្រប់ទិសទីទូទាំងនគរតែងតែប្រារព្ធធ្វើយ៉ាងខ្ជាប់ខ្ជួននៅក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរមហាសង្ការសូត្រដែលមានក្នុងគម្ពីរសុត្តជាដកជាមគ្គធៈភាសាបាននិទានថាថ្ងៃសង្ក្រាន្តថ្មីជិតមកដល់ព្រះបាទប្រសេនតិកោសលបានរៀបចំបារាមយ៉ាងស្អាតនៅឆ្នេរស្ទឹងមួយហើយក៏បានយាងព្រះពុទ្ធជាម្ចាស់និងព្រះសង្ឃស្រង់ទឹករួចសមាទានសិលថ្វាយប្រគេនផត្តាហារចំពោះព្រះពុទ្ធព្រមទាំងភិក្ខុសង្ឃនៅទីនោះបានបញ្ជាក់ទៀតថាអ្នកដែលបានស្រង់ទឹកព្រះយាចាបានអានិសង្ឃច្រើនណាស់អនាគតជាតិនឹងបានទៅកើតក្នុងទេវលោកបានសេចក្តីសុខគ្រប់យ៉ាងនៅក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី7ពេលចូលឆ្នាំម្ដងគេតែងតែធ្វើពិធីមួយដោយយាងព្រះពុទ្ធរូបមានមហិទ្ធិឫទ្ធិ25ព្រះអង្គដែលជាតំណាងអាណាខេត្តទាំងឡាយនៅក្នុងព្រះរាជាណាចក្រមកធ្វើពិធីស្រង់ទឹកនៅប្រាសាទជ័យស្រីគឺប្រាសាទព្រះខ័នបច្ចុប្បន្នរួចដង្ហែព្រះពុទ្ធរូបទាំងនោះជាក្បួនយ៉ាងឧឡារិកមុននឹងយកទៅតម្កល់ទុកនៅកន្លែងដើមវិញដោយមានជំនឿនិងទំនៀមទម្លាប់របស់ដូនតាយើងដូច្នេះហើយទើបកើតទៅជាប្រពៃណីជាប់រហូតមកដល់សព្វថ្ងៃនេះឲ្យតែដល់ពេលមហាសង្ក្រាន្តចូលឆ្នាំថ្មីដល់ហើយគេតែងតែធ្វើពិធីស្រង់ទឹកព្រះពុទ្ធរូបព្រះសង្ឃមេដាបៃតាជីដូនជីតាបុព្វការីជននៅតាមវត្តអារាមនិងភូមិស្រុកនានាដោយដែលអង្គពិធីទាំងមូលបានជ្រាបស្រាប់នៅក្នុងសង្ក្រាន្តសៀមរាបឆ្នាំនេះក៏បានប្រារព្ធធ្វើដោយសពដងក្នុងពេលនេះនឹងសូមបញ្ជាក់ថាពិធីស្រង់ទឹកព្រះពុទ្ធរូបក្នុងពិធីបុណ្យមហាសង្ក្រាន្តចូលឆ្នាំថ្មីតាមទំនៀមទម្លាប់ប្រពៃណីយើងខ្មែរយើងតែងតែប្រារព្ធក្នុងវេរៈឡើងស័កជារៀងរាល់ឆ្នាំនេះជាអត្ថន័យនៃពិធីស្រង់ទឹកព្រះពុទ្ធរូបនិងព្រះសង្ឃបុព្វការីជនក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរសូមសម្ដេចជាអម្ចាស់ព្រះរាជាគណៈព្រះមន្ត្រីសង្ឃគ្រប់ព្រះអង្គឯកឧត្តម
លោកជំទាវអុកញ៉ាលោកស្រីអ្នកនាងកញ្ញាភ្ញៀវកិត្តិយសជាតិនិងអន្តរជាតិមេត្តាជ្រាបនិងសូមអរព្រគុណសូមអរគុណមុននឹងចាប់ផ្ដើមពិធីខ្ញុំប្រកាសណាខ្ញុំបាទសូមព្រះអនុញ្ញាតទូលប្រគេនថាពិធីដ៏មហោឡារិកនេះចាប់ផ្ដើមស្រង់ព្រះពុទ្ធរូបដោយព្រះសង្ឃទាំង9អង្គដែលមានសម្ដេចព្រះព្រហ្មរតនមុនីពិនសែមសិរីសវណ្ណោព្រះប្រធានថេរសភានៃព្រះពុទ្ធសាសនានៅព្រះរាជាណាចក្រកម្ពុជានិងជាឧត្តមទីប្រឹក្សាគណៈសង្ឃនាយកគណៈមហានិកាយសម្ដេចព្រះចៅអធិការវត្តរាជបូរនិងព្រះសង្ឃព្រះមន្ត្រីសង្ឃខេត្តទាំងពីរគណៈចំនួន9រូបរួមទាំងសម្ដេចជាអធិបតីបន្ទាប់មកសម្ដេចជាអម្ចាស់និមន្តមកគង់លើសង្ឃាសនៈវិញទើបអញ្ជើញឯកឧត្តមគណៈអធិបតីឯកឧត្តមលោកជាការក្រុមប្រឹក្សាទាតំណាងនៃអង្គពិធីស្រង់ព្រះពុទ្ធរូបរួចចប់សពគ្រប់ទើបអញ្ជើញឯកឧត្តមគណៈអធិបតីនិងឯកឧត្តមលោកជំទាវអមដំណើរស្រង់ព្រះហស្ថព្រះសង្ឃ9អង្គតំណាងនៃព្រះសង្ឃទាំង70អង្គរួចទើបនិមន្តព្រះសង្ឃ70អង្គគោចរនិមន្តប្រោះព្រំពុទ្ធបរិស័ទរហូតដល់វិថីដែលបានរៀបចំចប់សពគ្រប់និមន្តទៅកាន់អារាមតាមរៀងអង្គវិញទៀតនៅក្នុងពិធីជំទាវក្រុមការងារក៏បានរៀបចំទេយ្យទានប្រគេនព្រះសង្ឃដែលបាននិមន្តនិងជូនដល់ដូនជីតាជីមួយចំនួនផងដែរសូមព្រះសង្ឃគ្រប់ព្រះអង្គនិងអង្គពិធីទាំងមូលបានជ្រាបលំដាប់បន្តទៅទៀតច្បាតសូមទានអនុញ្ញាតទូលប្រគេនថាព្រះសង្ឃនិមន្តស្រង់ទឹកព្រះពុទ្ធរូបគឺនិមន្តឡើងតាមចិន្តាខាងត្បូងរួចនិមន្តចុះទៅចិន្តាខាងជើងទានសូមនិមន្តជ្រាបក្នុងគណៈពេលនេះអរតនីនិមន្តសម្ដេចជាអម្ចាស់និមន្តស្រង់មួយព្រះអង្គហើយព្រះសង្ឃ8អង្គទៀតគឺនិមន្តជាវរៈម្ដង2អង្គពីព្រោះទីតាំងគឺមានភាពតូចបន្តិចទៀតអញ្ចឹងសូមភ្លេងថ្វាយបទឡុងសុងធម្មាពិធីការសូមមេត្តាសម្រួលថ្វាយ
បន្ទាប់ពីព្រះសង្ឃទាំង9អង្គជាតំណាងនៃព្រះសង្ឃសូមគោរពអញ្ជើញអាយដាមអភិបាលនៃគណៈបាលខេត្តអាយដាមសមាជិកក្រុមប្រឹក្សាខេត្តអញ្ជើញអាយដាមអគ្គកុងស៊ុលប្រទេសកូរ៉េប្រទេសចិននិងប្រទេសជប៉ុនបន្ទាប់មកអញ្ជើញអាយដាមលោកជំទាវសមាជិកក្រុមប្រឹក្សាខេត្តអាយដាមលោកជំទាវអភិបាលរងខេត្តសូមគោរពអញ្ជើញទៅតាមលំដាប់លំដោយសូមភ្លេងលោកបន្តទៀត សូមអនុញ្ញាតត្រឹមតែអាដាមអភិបាលរងខេត្តលោកចាប់ហើយសូមអញ្ជើញមកស្រង់ព្រះសង្ឃ9ព្រះអង្គទៀតបាទសូមជម្រាបថាភ្ញៀវកិត្តិយសទាំងអស់អាចស្រង់បានបន្ទាប់ពីពិធីផ្លូវការចប់ទៅគឺលោកយាយលោកតាបងប្អូនមីងមេពុទ្ធបរិស័ទគ្រប់ជាន់ថ្នាក់អាចស្រង់ពុទ្ធរូបរហូតដល់ល្ងាចបាទតាមសទ្ធាជ្រះថ្លាតែសូមអនុញ្ញាតពិធីផ្លូវការគឺមួយវគ្គសិនណាទៀតណាលុះចប់ពិធីផ្លូវការរបស់ខេត្តហើយគឺអញ្ជើញស្រង់ដោយសេរីណាទៀតណាបាទសូមទានជ្រាបបាទសូមអញ្ជើញអាដាមលោកជំទាវទាំង9រូបលោកអញ្ជើញមកស្រោចស្រពព្រះហស្ថព្រះសង្ឃទៀតសូមក្អមទឹកដល់ត្រជាក់មួយមកទៀតពិធីការសូមជួយចាត់ចែងក្អមទឹកមួយដើម្បីយកមកស្រង់ព្រះហស្ថព្រះសង្ឃទាំង9អង្គជាតំណាងព្រះសង្ឃសូមអនុញ្ញាតគោរពអញ្ជើញអាដាមគណៈអធិបតីអាដាមលោកជំទាវអធិបតីនៃពិធីអញ្ជើញស្រង់ព្រះហស្ថព្រះសង្ឃមានសម្ដេចព្រះព្រហ្មរតនមនីជាអធិបតីនិងព្រះរាជាគណៈព្រះមន្ត្រីសង្ឃទាំង9អង្គជាតំណាងនៃព្រះសង្ឃ70អង្គទៀតឯពិធីស្រង់ព្រះពុទ្ធរូបក៏បន្តជារៀងដរាបចុះទៀតសមាជិកសមាជិកានៃអង្គពិធីអញ្ជើញបន្តស្រង់ព្រះពុទ្ធរូបជាតារាបន្តទៀតចុះទៀតណាសូមគោរពអញ្ជើញដោយសេរី
អនុញ្ញាតគោរពជួយអាដាមគណៈធិបតីអាដាមលោកជំទាវអធិបតីនៃពិធីអញ្ជើញទៅកាន់ទីកន្លែងទេយ្យទានដើម្បីត្រៀមប្រគេនព្រះសង្ឃនិមន្តគោចរទទួលទេយ្យទាននិងប្រោះព្រំដល់ពុទ្ធបរិស័ទសូមភ្លេងប្រគេនដំណើរសម្ដេចសម្បត្តិពញាដើរឬស្ដេចយាងសូមអនុញ្ញាតអាដាមគណៈធិបតីអាដាមលោកជំទាវប្រគេនទេយ្យទានចំពោះព្រះសង្ឃទាំង70អង្គសូមអនុមោទនាទានពុទ្ធបរិស័ទដែលមានសទ្ធាជ្រះថ្លាស្រង់ព្រះពុទ្ធរូបសូមអញ្ជើញស្រង់ដោយសេរីស្រង់រួចហើយអញ្ជើញទៅទទួលពរជ័យពីព្រះសង្ឃនៅវិថីដល់ត្រជាខាងមុខព្រះរាជដំណាក់ទៀត សូមធម្មយាពិធីការនិមន្តព្រះសង្ឃនិមន្តព្រះសង្ឃ9ព្រះអង្គជាតំណាងនៃព្រះសង្ឃទូទាំងខេត្តសៀមរាបសម្ដេចឯកឧត្តមលោកជំទាវលោកស្រីនាងកញ្ញាភ្ញៀវកិត្តិយសជាតិនិងអន្តរជាតិរួមទាំងបងប្អូនមហាគ្រួសារខ្មែរទាំងក្នុងនិងក្រៅប្រទេសជាទីគោរពនិងជាទីមេត្រីនៅក្នុងថេរវេលានេះព្រឹត្តិការណ៍សៀមរាបសង្ក្រាន្តក៏នៅតែបន្តក្នុងការរៀបចំជាមួយនឹងក្នុងកម្មវិធីស្រង់ព្រះបដិមាព្រះពុទ្ធរូបនៅក្នុងបរិវេណសួនជ្រឹងក្នុងក្រុងសៀមរាបក្បែរព្រះអង្គជ័យព្រះអង្គចោមហើយអាស្រ័យហេតុនេះប្រសិនបើជាបងប្អូនប្រជាពលរដ្ឋអំបងពូមេមេងមួយចំនួនចង់ចូលរួមជាមួយនៅក្នុងកម្មវិធីស្រង់ព្រះនេះអាចចូលរួមបានដោយសេរីផងដែរសូមជម្រាបផងដែរថាការរៀបចំពិធីស្រង់ព្រះនេះច្រើនតែធ្វើឡើងនៅក្នុងថ្ងៃទី3ដែលត្រូវនៅថ្ងៃវិរៈឡើងស័កហើយក៏ជាថ្ងៃចុងក្រោយនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលប្រជាពុទ្ធបរិស័ទខ្មែរទាំងជិតទាំងឆ្ងាយមិនថាតែនៅតាមទីវត្តអារាមឬនៅទីកន្លែងដែលបានកំណត់នៅក្នុងថ្ងៃនេះគឺដើម្បីជ្រើសរើសពិធីស្រង់ព្រះនេះដោយលាយឡំជាមួយនឹងទឹកលាយជាមួយនឹងផ្កាភ្ញីបាទទឹកអប់ដើម្បីស្រោចស្រពដល់ព្រះបដិមាឬអ្នកមានគុណអ្នកមានឋានៈខ្ពង់ខ្ពស់ជាងដោយបងប្អូនប្រជាពលរដ្ឋខ្មែរលោកជឿតគ្នាមកថាជាជំនឿមួយដ៏ស័ក្តិសិទ្ធិដែលជាយូរលង់ណាស់មកហើយផងដែរការស្រង់ព្រះនេះមានទាំងបដិមាថ្មនិងព្រះរស់ដែលអ្នកមានគុណសិតសឹងតែទទួលបានមកវិញនៅសេចក្តីសុខសេចក្តីចម្រើនបាទត្រជាក់ត្រជុំក្រុមគ្រួសារនិងការកាត់ផ្ដាច់នៅអាកម្មអកុសលដែលលះបង់នៅបាបកម្មកុសលចាស់ចោលហើយយើងជ្រើសរើសកសាងនៅកុសលថ្មីហើយម្យ៉ាងទៀតយើងក៏ត្រូវចងចាំថាពិធីស្រង់ព្រះនេះគឺមិនសំដៅទៅលើការស្រោចស្រពទឹកឬក៏ការលាងសម្អាតបដិមាតែមួយមុខតែប៉ុណ្ណោះទេក៏ប៉ុន្តែទៅ
ទៅវិញគឺព្រះរស់ដែលហៅថាព្រះកន្លងគឺជាព្រះដែលយើងតែងតែនៅក្បែរយើងហើយមើលថែយើងរហូតតាំងពីតូចក្រូចឆ្មាមកដូច្នេះយើងគួរតែសម្ដែងនៅការដឹងគុណបាទការមើលថែការតបស្នងចំពោះគុណអ្នកមានគុណកុំមានការខ្មាស់អៀនអីសោះហើយគុណខ្លះទៀតក៏សំពះអ្នកដតីប៉ុន្តែបែរជាអៀនដៃមិនហ៊ានសំពះរបស់ព្រះរស់របស់ខ្លួនឯងចំណាំមិញក៏ដោយបើតាមការលើកឡើងរបស់មន្ត្រីជំនាញក៏បានបង្ហាញថាពិធីនេះប្រជាជនខ្មែររបស់យើងក៏តែងតែធ្វើឡើងមិនដែលដាច់ទេរៀងរាល់នៅក្នុងពិធីបុណ្យចូលឆ្នាំថ្មីម្ដងហើយយើងជឿជាក់តាំងពីយូរឡងណាស់មកហើយរហូតមកដល់នាពេលបច្ចុប្បន្នដែលការស្រង់ព្រះនេះមានទាំងព្រះបដិមាថ្មនិងព្រះរស់សិតសឹងតែបានមកវិញនៅសេចក្តីសុខនិងត្រជាក់ត្រជុំដូចគ្នាជាការពិតយើងជឿជាក់ថានៅមហាគ្រួសារខ្មែរនៅទូទាំងព្រះរាជាណាចក្រកម្ពុជាដែលនៅតាមផ្ទះវត្តអារាមមួយចំនួននាពេលនេះក៏កំពុងតែក្នុងការរៀបចំជាមួយនៅក្នុងពិធីស្រង់ព្រះនេះដូចគ្នាដើម្បីធ្វើយ៉ាងណាបាទរំលឹកគុណក៏ដូចជាសុំនៅសេចក្តីសុខសេចក្តីចម្រើនជាពិសេសទៀតនោះគឺលៀងនៅបាបកម្មឬក៏ទុកចង្រៃពីឆ្នាំចាស់ផ្លាស់មកចូលនៅក្នុងឆ្នាំថ្មីនេះចាបើយើងក៏លេចមកមើលពីទស្សនវិជ្ជានៃក្រោយពេលដែលយើងរៀបចំពិធីស្រង់ព្រះជាផ្លូវការរួចរាល់ហើយវត្តមានរបស់គណៈសង្ឃក៏ដូចជាព្រះសង្ឃប្រមាណ70រូបដែលចា70អង្គចាអធិស្ឋានដែលនិមន្តតាមដងផ្លូវដើម្បីប្រោះព្រំនៅទឹកមុនដើម្បីស្រោចស្រពដល់ប្រជាពុទ្ធបរិស័ទដែលមានជំនឿជឿជាក់ទៅលើការស្រង់ព្រះជាពិសេសគឺប្រជាពលរដ្ឋកម្ពុជានេះតែម្ដងនៅតាមបដោយដងស្ទឹងនៅរ៉បនឹងបរិវេណព្រះបរមរាជវាំងយើងនេះចានៅបរិវេណព្រះរាជដំណាក់ក្រុងសៀមរាបចាហើយក្រោយពីនោះបើសិនជាបងប្អូនប្រជាពលរដ្ឋយើងភ្ញៀវកិត្តិយសទាំងអស់ដែលចង់មកចូលរួមចាប់មាគ្គផលកសលផលបុណ្យស្រង់ព្រះរូបបដិមាក្រោយពេលដែលពិធីផ្លូវការចប់សពគ្រប់ហើយក៏អាចអញ្ជើញមកបានគឺនៅបរិវេណសួនជ្រឹងចាដែលនៅខាងជើងនៃបរិវេណសួនច្បារព្រះរាជដំណាក់ដែលពិធីស្រង់ព្រះពុទ្ធបដិមានេះគឺមានរហូតដល់ល្ងាចម៉ោង5ម៉ោង6ល្ងាចឯណោះដូច្នេះបងប្អូនប្រជាពលរដ្ឋយើងក៏អាចចាប់ជុំមាគ្គផលកសលផលបុណ្យពីពិធីស្រង់បដិមានេះបានដូចគ្នាដែរជាការពិតយើងក៏លេចទៅកាន់នៅតាមបណ្ដោយដងផ្លូវដែលបងប្អូនប្រជាពលរដ្ឋក៏កំពុងតែតន្ទឹងរង់ចាំនៃការនិមន្តមកដល់នៃព្រះសង្ឃទាំង70អង្គដែលនឹងធ្វើការប្រោះព្រំសេចក្តីសុខជាពិសេសទៀតនឹងទឹកមន្តដើម្បីសេចក្តីសុខនៃការផ្លាស់ប្ដូរនៅក្នុងឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មីហើយយើងជាការពិតយើងក៏លេចទៅកាន់វត្តមានដ៏ខ្ពង់ខ្ពស់ពីសំណាក់ឯកឧត្តមប្រាក់សុផនអភិបាលនៃគណៈអភិបាលខេត្តសៀមរាបក៏កំពុងតែចាប់យកសន្ធាក៏ដូចជាទទួលនៅការប្រោះព្រំនៅព្រះសង្ឃទាំង70អង្គមកកាន់នៅថ្ងៃនេះហើយប្រជាពលរដ្ឋយើងរបស់យើងក៏កំពុងតែតន្ទឹងរង់ចាំដូចគ្នានៅក្នុងការឈានចូលនៅក្នុងការប្រោះព្រំនៃពិធីស្រង់ព្រះនេះអញ្ចឹងអាកាសធាតុនៅក្នុងពេលនេះបាទយើងឃើញហើយតែរៀងក្តៅដែរបាទជាមួយនៅក្នុងការប្រោះព្រំនៅទឹកត្រជាក់នេះក៏បានផ្ដល់នៅភាពត្រជាក់ត្រជុំបាទសេចក្តីសុខសេចក្តីចម្រើននៃការលៀងបាបកម្មនៅទុកចង្រៃឆ្នាំចាស់ដែលកំពុងតែផ្លាស់ចូលនៅក្នុងឆ្នាំថ្មីមកទល់ពេលនេះផងដែរហើយយ៉ាងណាមិញក៏ដោយបាទនៅក្នុងព្រឹត្តិការណ៍សៀមរាបសង្ក្រាន្តរបស់យើងនេះមិនត្រឹមតែមានក្នុងការរៀបចំនៅក្នុងកម្មវិធីស្រង់ព្រះតែមួយមុខតែប៉ុណ្ណោះទេបាទក្រោយពីយើងបញ្ចប់នៅពិធីស្រង់ព្រះនេះយើងក៏មានកម្មវិធីកំសាន្តដទៃជាច្រើនទៀតដែលផ្ដល់នៅចំណីអារម្មណ៍បាទភាពសប្បាយរីករាយទៅកាន់បរ្ដាភ្ញៀវទេសចរជាតិនិងអន្តរជាតិដែលកំពុងតែធ្វើដំណើរមកកាន់ក្រុងសៀមរាបដែលទទួលយកនៅអារម្មណ៍សប្បាយរីករាយភាពកក់ក្ដៅនិងស្នាមញញឹមជាពិសេសទៀតគឺអនុស្សាវរីយ៍នៅក្នុងឆ្នាំនេះផ្ទាល់តែម្ដងចាបើយើងនិយាយដោយឡែកបន្តិចពាក់ព័ន្ធនឹងការអញ្ជើញមកដល់របស់បងប្អូនប្រជាពលរដ្ឋយើងមកលេងកម្សាន្តនៅក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែររបស់យើងនេះចាសូមចូលរួមថែរក្សាសុខភាពចាស្របពេលដែលអាកាសធាតុដែលសំណាងបានជម្រាបជូនមកអញ្ចឹងគឺមានលក្ខណៈក្តៅចាអញ្ចឹងការប៉ះពាល់ដល់សុខភាពវាអាចនឹងកើតមានជាយថាហេតុដូច្នេះសង្ឃឹមថាប្រជាពលរដ្ឋយើងដែលមកលេងកម្សាន្តចាគឺត្រូវតែរក្សាសុខភាពឲ្យបានល្អដូចជាបរិភោគទឹកឲ្យបានច្រើនចាទាបបំផុតក៏2លីត្រដែរដើម្បី
ឲ្យទឹកក្នុងខ្លួនយើងនឹងមានគ្រប់គ្រាន់បង្ការពីការវិលមុខឬក៏ខ្យល់កោជាដើមហើយប្រសិនបើបងប្អូនប្រជាពលរដ្ឋយើងដែលគាត់មកទស្សនាកំសាន្តមានអាការៈមិនស្រួលខ្លួនដូចជាវិលមុខឬក៏ក្តៅខ្លួនឬក៏ឈឺកឬក៏មានអាការៈមិនស្រួលត្រង់កន្លែងណាចាសសូមអញ្ជើញទៅស្តង់សង្គ្រោះបឋមនិងសង្គ្រោះបន្ទាន់នៃមន្ទីរសុខាភិបាលខេត្តដែលមាននៅតាមបណ្ដោយដងស្ទឹងសៀមរាបនិងទីតាំងនៅបរិវេណសួនជ្រឹងនេះគឺក្រុមគ្រូពេទ្យគឺកំពុងតែរងចាំទទួលផ្ដល់សេវាដល់ប្រជាពលរដ្ឋរបស់យើងនៅក្នុងកលតិស័កដែលលោកអ្នកមានបញ្ហាសុខភាពហើយមួយវិញទៀតនោះពាក់ព័ន្ធជាមួយនឹងបញ្ហាបរិស្ថានក៏ដូចជាការចោលសម្រាមចាសសូមមានទំនួលខុសត្រូវរាល់សម្រាមរបស់យើងចាសសូមយកទៅដាក់ក្នុងធុងសម្រាមឲ្យបានត្រឹមត្រូវជៀសវាងការបោះចោលពាសវាលពាសកាលដែលធ្វើឲ្យប៉ះពាល់ដល់សោភ័ណភាពចាសហើយសង្ឃឹមថាប្រជាពលរដ្ឋយើងនឹងចូលរួមថែរក្សាអនាម័យបរិស្ថានដើម្បីឲ្យពិធីរបស់យើងនឹងកាន់តែមានភាពសប្បាយរីករាយនិងពោរពេញដោយសោភ័ណភាពជាការពិតណាស់យើងជឿជាក់ថាប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេសកម្ពុជានាពេលនេះក៏កំពុងតែក្នុងការរៀបចំជាមួយនៅក្នុងកម្មវិធីស្រង់ព្រះមិនថាតែព្រះបដិមាបាទព្រះរស់ឬក៏បងប្អូនដែលអ្នកមានអាយុខ្ពស់ជាងឬក៏អ្នកខ្លះទៀតមានតរន្តនៈស័ក្តិខ្ពស់ជាងដែលតែងតែធ្វើបាទដែលតែងតែធ្វើឡើងនៅតាមលំនៅឋានឬក៏គេហដ្ឋានរបស់បងប្អូនប្រជាពលរដ្ឋជាការពិតសម្រាប់ខេត្តសៀមរាបផ្ទាល់សូមជម្រាបទៅកាន់ប្រិយមិត្តអង្គទូរទស្សនិកជនថាក្រោយពីបញ្ចប់នៅក្នុងថ្ងៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរទាំង3ថ្ងៃនេះប្រពៃណីអ្នកសៀមរាបអង្គរតែងតែមានក្នុងការរៀបចំជាមួយនៅក្នុងកម្មវិធីឆ្លងចែកដែលជាទំនៀមទម្លាប់ប្រពៃណីរបស់អ្នកស្រុកអង្គរជាពិសេសទៀតនៅខេត្តសៀមរាបដែលប្រពឡើងតាំងពីក្រោយចូលឆ្នាំថ្មីរយៈពេល2សប្តាហ៍មកដែលអំឡុងខែចុងខែចែកឬក៏ចូលខែពិសាដើម្បីសុំសេចក្តីសុខសេចក្តីសប្បាយបាទត្រជាក់ត្រជុំនិងពិធីបួងសួងសំភោគផលកសិកម្មសម្រាប់រដូវដាំដុះថ្មីនេះហើយលក្ខណៈពិសេសនេះមានដូចជាការពួនភ្នំខ្សាច់បាទភ្នំស្រូវនិងខ្សែអ្នកតាផងដែរអញ្ចឹងទំនៀមទម្លាប់ប្រជាពលរដ្ឋខ្មែរអ្នកស្រុកអង្គរក៏ដូចជាខេត្តសៀមរាបរបស់យើងនៅតែបន្តធ្វើមានហើយដែលឡែកសម្រាប់ក្នុងព្រឹត្តិការណ៍សៀមរាបសង្ក្រាន្តនេះបាទប៉ះសិនបើជាបងប្អូនប្រជាពលរដ្ឋកំពុងតែស្ថិតនៅក្នុងព្រឹត្តិការណ៍នេះផ្ទាល់បាទចង់ចូលរួមជាមួយនៅក្នុងកម្មវិធីស្រង់ព្រះនេះអាចមកចូលរួមស្រង់ព្រះបានបាទនៅក្នុងបរិវេណសួនជ្រឹងដែលបងប្អូនប្រជាពលរដ្ឋតែងតែស្គាល់ថាក្បែរព្រះអង្គជ័យព្រះអង្គចំនៅកណ្ដាលក្រុងសៀមរាបរបស់យើងនេះផ្ទាល់បាទចានេះគឺជាឱកាសមួយដែលបង្ហាញពីទំនៀមទម្លាប់ប្រពៃណីរបស់ខ្មែរយើងតាំងពីបុរាណកាលមកហើយចាហើយក៏ជាការបង្ហាញនិងដាស់តឿនទៅកាន់បងប្អូនដែលជាមិត្តយុវវ័យឲ្យមើលឃើញពីទំនៀមទម្លាប់របស់បុព្វបុរសយើងពីដូនតារបស់យើងថាតើពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលមានរយៈពេល3ថ្ងៃនេះនៅក្នុងថ្ងៃទី1តើមានរៀបចំអ្វីខ្លះថ្ងៃទី2មានរៀបចំអ្វីខ្លះនិងថ្ងៃទី3មានរៀបចំពិធីអ្វីខ្លះដើម្បីយើងធ្វើទៅតាមលំអោនប្រពៃណីរបស់យើងបានត្រឹមត្រូវជៀសវាងមានការភ័ន្តច្រឡំដែលយល់ថាពិធីនេះជាពិធីរបស់ប្រទេសដទៃទៀតចាហើយមួយវិញទៀតនោះក៏សង្ឃឹមថាមិត្តយុវវ័យរបស់យើងនឹងចូលរួមឲ្យបានច្រើនកកនិងស្វែងយល់ពីពិធីបុណ្យរបស់យើងនាឱកាសនេះហើយនឹងចូលរួមឲ្យបានច្រើនកកផងដែរចាហើយយើងឃើញថាថ្ងៃនេះគឺជាថ្ងៃចុងក្រោយនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរយើងហើយក៏ជាថ្ងៃចុងក្រោយនៃព្រឹត្តិការណ៍សៀមរាបសង្ក្រាន្តហើយចាសសូមបងប្អូនប្រជាពលរដ្ឋយើងកុំភ្លេចចូលរួមឲ្យបានច្រើនកកទាំងពិធីសាសនាក៏ដូចជាកម្មវិធីកំសាន្តជាច្រើនទៀតដែលរដ្ឋបាលខេត្តសៀមរាបយើងបានរៀបចំដូចជាការប្រគំតន្ត្រីការលេងល្បែងប្រជាប្រិយដែលយើងដឹងហើយថាល្បែងប្រជាប្រិយគឺជាកម្មវិធីមួយក្នុងចំណោមកម្មវិធីជាច្រើនទៀតដែលពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរបានរៀបចំដូច្នេះការដែលយើងចូលរួមលេងល្បែងប្រជាប្រិយក៏ដូចជាចូលរួមក្នុងពិធីផ្សេងសាសនានោះក៏ជាការបង្ហាញអំពីទំនួលខុសត្រូវក្នុងនាមយើងជាកូនខ្មែរក្នុងការថែរក្សានៅមរតកដូនតាដែលបានបន្សល់ទុកហើយមួយវិញទៀតនៅក្នុងឱកាសនៃពិធីនេះក៏យើងសង្ឃឹមថាប្រជាពលរដ្ឋយើងនឹងចូលរួមថែរក្សានៅសុខសុវត្ថិភាពផ្ទាល់ខ្លួនជាពិសេសគឺសម្រាប់បងប្អូនប្រជាពលរដ្ឋដែលគាត់មានកូនតូចចាកុំភ្លេចមើលថែទាំឲ្យបានល្អឲ្យបានដិតដល់ចាជិះវៀងមានការវង្វេងគ្នាជាយថាហេតុចាសូមកត់លេខទូរស័ព្ទរបស់អាណាព្យាបាលនៅក្នុងហោប៉ៅខោឬក៏ហោប៉ៅអាវបើសិនជាមានករណីមានការវង្វេងគ្នាក៏ងាយស្រួលក្នុងការរកផងដែរហើយមួយវិញទៀត
ចាចំពោះទ្រព្យសម្បត្តិផ្ទាល់ខ្លួនក៏សូមទុកដាក់ឲ្យបានត្រឹមត្រូវជៀសវាងមានការបាត់បង់ដោយប្រការណាមួយ ហើយជាការពិតនៅក្នុងព្រឹត្តិការណ៍សៀមរាបសង្ក្រាន្តនេះយើងជឿជាក់ថាថ្ងៃនេះគឺជាថ្ងៃចុងក្រោយហើយសង្ឃឹមថាបងប្អូនប្រជាពលរដ្ឋខ្មែរបាទនឹងមកលេងជាច្រើនជាពិសេសទៀតភ្ញៀវទេសចរជាតិនិងអន្តរជាតិអ្នកបងប្អូនប្រជាពលរដ្ឋមកពីបណ្ដាខេត្តនឹងមកលេងច្រើនផងដែរអញ្ចឹងសង្ឃឹមនៅក្នុងឱកាសនេះរាល់ស្ថានភាពចរាចរណ៍របស់បងប្អូនប្រជាពលរដ្ឋនឹងមានការកើនឡើងហើយចរាចរណ៍មួយនេះនឹងមានការយោគយល់អធ្យាស្រ័យសូមបើកបរទៅតាមការបង្ចង្អុលបង្ហាញរបស់កងកម្លាំងសមត្ថកិច្ចដែលលោកតែងតែជួយសម្រួលរាល់ការធ្វើដំណើរទៅកាន់បងប្អូនប្រជាពលរដ្ឋនៅពេលដែលមកលេងព្រឹត្តិការណ៍សៀមរាបសង្ក្រាន្តនេះជឿជាក់ថាខេត្តសៀមរាបនៅតែជាបេះដូងនៅតែជាកម្លាំងចិត្តក៏ដូចជាបេះដូងនៃប្រទេសកម្ពុជាដែលលោកអ្នកតែងតែប្រាថ្នានឹងមកលេងកំសាន្តហើយជាពិសេសទៀតនេះនៅក្នុងព្រឹត្តិការណ៍សៀមរាបសង្ក្រាន្តនេះនៅថ្ងៃចុងក្រោយនេះជឿជាក់ថាបងប្អូនរបស់យើងនឹងមកលេងកំសាន្តកាន់តែច្រើនផងដែរចាប្រិមិត្តទស្សនិកជនជាទីមេត្រីចាខណៈនេះយើងឃើញថាពិធីផ្លូវការនៃពិធីស្រង់ព្រះតែជាថ្ងៃចុងក្រោយនៃបុណ្យចូលឆ្នាំ3ប្រពៃណីជាតិខ្មែរក៏បានរៀបចំទៅហើយ សូមលោកគ្រូភ្លេងពិនពៀតលេងបទសាកទេលបើនៅពិនពៀតនឹងហៅបទអីទេខ្ញុំភ្លេចបាត់ហើយបទសាកទេលគេហៅបទអីពិនពៀតកងណា ចាស្របជាមួយនឹងការអំពីវនីវក៏ដូចជាលើកទឹកចិត្តទៅកាន់បងប្អូនប្រជាពលរដ្ឋយើងចាពាក់ព័ន្ធជាមួយនឹងបញ្ហាគ្រឿងញៀនក៏ដូចជាបញ្ហាសន្តិសុខនៅក្នុងមូលដ្ឋានក៏ដូចជានៅក្នុងព្រឹត្តិការណ៍សៀមរាបសង្ក្រាន្តនេះចាបញ្ហាមួយទៀតគឺពាក់ព័ន្ធជាមួយនឹងសម្ដាប់ធ្នាប់ចរាចរណ៍វិញម្ដងចាដោយយើងសង្កេតឃើញថាវត្តមានរបស់បងប្អូនប្រជាពលរដ្ឋយើងពេលនេះគឺកំពុងតែមានវត្តមានកាន់តែច្រើនហើយដូច្នេះការចូលរួមក្នុងការថែរក្សាសន្តិភាពនិងចរាចរណ៍ចាគឺគប្បីត្រូវតែចូលរួមទាំងអស់គ្នាចាជាពិសេសគឺសម្រាប់បងបងប្អូនពុកម៉ែបងប្អូនលោកតាលោកយាយដែលគាត់ធ្វើដំណើរមកដោយរថយន្តឬក៏ម៉ូតូចាត្រូវតែមានការយោគយល់អធ្យាស្រ័យគ្នាឲ្យបានល្អនិងត្រូវតែគោរពនៅច្បាប់ចរាចរណ៍ផ្លូវគោកឲ្យបានខ្ជាប់ខ្ជួនជៀសវាងនៅមានបញ្ហាកើតឡើងណាមួយជាថាហេតុដោយយើងដឹងហើយថាការដែលមកចូលរួមលេងកម្សាន្តនៅក្នុងឱកាសនេះគឺដើម្បីចង់សប្បាយចាបើសិនជាយើងមិនមានការយោគយល់អធ្យាស្រ័យគ្នាឬក៏មិនគោរពច្បាប់ចរាចរណ៍ឲ្យបានត្រឹមត្រូវទេវានឹងអាចកើតមាននៅករណីគ្រោះថ្នាក់ចរាចរណ៍ឬក៏ការប៉ះពាល់តិចតួចដែលធ្វើឲ្យប៉ះពាល់ដល់ការធ្វើដំណើររបស់យើងដូច្នេះសង្ឃឹមថាបងប្អូនយើងដែលមកលេងកម្សាន្តនៅឱកាសនេះចាស់កុំភ្លេចចូលរួមគោរពច្បាប់ចរាចរណ៍ឲ្យបានល្អប្រសើរ
លោកលោកស្រីនាងកញ្ញានិងប្រិមត្តអ្នកស្ដាប់ជាទីមេត្រីការផ្សាយផ្ទាល់នៅកម្មវិធីស្រង់ព្រះរបស់ក្រុមការងារមន្ទីរព័ត៌មានខេត្តសៀមរាបនៅពេលនេះចប់តែប៉ុណ្ណេះសូមគោរពថ្លែងអំណរគុណសម្ដេចទ្រង់អាដាមលោកជំទាវលោកលោកស្រីនាងកញ្ញាដែលបានចំណាយពេលវេលាដ៏មានតម្លៃតាមដានទស្សនាការផ្សាយផ្ទាល់នៅក្នុងព្រឹត្តិការណ៍សៀមរាបសង្ក្រាន្តរយៈពេល3ថ្ងៃពីដើមរហូតដល់ចប់មុនបញ្ចប់យើងខ្ញុំសូមបួងសួងដល់ពុទ្ធសាសនិកទាំងឡាយក្នុងលោកតាមបីបាច់ថែរក្សាដល់ប្រជាពលរដ្ឋជាពិសេសគឺទេវតាឆ្នាំថ្មីសូមគុំក្រងប្រជាពលរដ្ឋនៅតាមប្រទេសកម្ពុជាឲ្យជួបប្រទេសតែពុទ្ធពរ4ប្រការគឺអាយុវណ្ណៈសុខៈពលៈកំបីជាងទៀតឡើយគណៈពេលនេះក្រុមការងារផ្សាយផ្ទាល់របស់មន្ទីរព័ត៌មានខេត្តសៀមរាបសូមអរគុណនិងសូមគោរពលាជឹកកំឡងប្លង់ហើយនៅគ្នាលេងប្រត់អញ្ចឹងបរិសុទ្ធជារបំខ្មែរឆារាមុំបងវើយក៏មុំបងអើយត្រត់ខ្ញុំមកដល់ហើយថ្លៃឲ្យដល់ក្រៅរបងរត់តែងអីគោផងចាសហើយចងក្រងអកខ្សែទៀម